ករណីប្លន់ដល់កក្រើកមួយនៅនវត្ថិរដ្ឋប្រទេសថៃកាលពីថ្ងៃទី5ខែតុលាឆ្នាំ2025ការប្លន់នេះត្រូវបានគេសង្កេតឃើញថាមានការរៀបចំទុកមុនយ៉ាងម៉ត់ចត់និងសង្ស័យពាក់ព័ន្ធនឹងក្រុមផ្ដាច់ខ្លួន BRN ព្រឹត្តិការណ៍កើតឡើងនៅម៉ោងប្រហែល 6:30 នាទីល្ងាចនៅពេលនោះប្រជាជនជាច្រើនកំពុងតែនាំគ្នាដើរទិញអីវ៉ាន់នៅក្នុងផ្សារ Big C នវត្ថិរដ្ឋខណៈពេលនោះក៏មានបុរស5ទៅ6នាក់បានចុះពីរថយន្ត Pick up ដែលមានពាក្យឯកសណ្ឋានពណ៌ខ្មៅពាក់របាំងមុខកាន់អាវុធគ្រប់ដៃបានដើរចូលទៅក្នុងហាងមាសមួយកន្លែងនៅក្នុងផ្សារ Big C ដែលមានឈ្មោះថាយ៉ាវរ៉ាត់ក្រុងថេបក្រុមចៅក៏បានបាញ់គំរាមមនុស្សនៅទីនោះហើយក៏គំរាមទៅដល់បុគ្គលិកដែលធ្វើការនៅក្នុងហាងមាសដើម្បីឲ្យពួកគេបើកទូមាសក្រុមចៅបានធ្វើសកម្មភាពប្លន់ប្រហែលប្រមាណជា2នាទីតែប៉ុណ្ណោះហើយពួកគេប្រមូលបានមាសមួយចំនួនធំបើគិតជាទឹកប្រាក់ប្រហែលជា36លានឬគិតជាដុល្លារប្រហែលជាង1លានដុល្លារបន្ទាប់ពីបានលើដំណឹងពីព្រឹត្តិការណ៍នេះក្រុមប៉ូលីសបានចុះទៅដល់ទីតាំងចៅក៏បានបាញ់ទៅលើរថយន្តរបស់សន្តិសុខនិងបាញ់ទៅលើអនុសេនីយ៍ឯកម្នាក់បានធ្វើឲ្យគាត់មានការរងរបួសយ៉ាងធ្ងន់ធ្ងរក្នុងព្រឹត្តិការណ៍នេះកងកម្លាំងសមត្ថកិច្ចបានប្រើរយៈពេលជាច្រើនម៉ោងដើម្បីស្ដារនៅស្ថានភាពឲ្យស្ងប់ស្ងាត់ឡើងវិញនៅក្នុងតំបន់ក្រុមចៅបានបែងចែកជា3ក្រុមគឺមានក្រុមលួចរថយន្តក្រុមអ្នកបាចដាច់គោលតាមផ្លូវនិងក្រុមទៅប្លន់មាសបន្ទាប់ពីការស៊ើបអង្កេតប៉ូលីសក៏បានរកឃើញដែរថាការប្លន់នេះត្រូវបានរៀបចំឡើងយ៉ាងប្រុងប្រយ័ត្នក្រុមចៅបានបែងចែកគ្នាជាច្រើនក្រុមគឺមានក្រុមអ្នកទទួលបន្ទុកទៅប្លន់នៅក្នុងហាងក្រុមរក្សាផ្លូវចាំបាច់ដាច់គោលនិងក្រុមមួយទៀតគឺក្រុមរៀបចំកិច្ចខ្លួនទៅជិតព្រំដែនម៉ាឡេស៊ីបន្ទាប់ពីការប្លន់ពួកគេបានបោះចោលរថយន្តនិងបំផ្លិចបំផ្លាញភស្តុតាងមួយចំនួនដើម្បីបំបត្តិស្លាកស្នាមក្រសួងការពារជាតិក៏បានអះអាងដែរថាការប្លន់នេះមិនមែនជាឧក្រិដ្ឋកម្មធម្មតានោះទេពួកគេជាសមាជិកនៃក្រុមផ្ដាច់ខ្លួន BRN ដែលមានគោលបំណងបែងចែកឯករាជ្យភាពនៅភាគខាងត្បូងនៃប្រទេសថៃអាជ្ញាធរថៃជឿជាក់ថាមាសដែលត្រូវបានយកទៅគឺគេនាំយកទៅព្រំដែនម៉ាឡេស៊ីដើម្បីប្រើជាថវិកាឧបត្ថម្ភសម្រាប់សកម្មភាពរបស់ក្រុមនេះព្រឹត្តិការណ៍ដ៏ភ័យស្លន់ស្លោនេះបានកើតឡើងទូទាំងខេត្តណារ៉ាធីវ៉ាត់និងតំបន់ជិតខាងដូចជាយ៉ាឡានិងប៉ាត់ថានីហាងមាសជាច្រើនបានបិទទ្វារជាបណ្ដោះអាសន្នដើម្បីការពារសុវត្ថិភាពប្រជាជនមួយចំនួននិយាយថាពួកគេមិនធ្លាប់គិតថាព្រឹត្តិការណ៍កើតឡើងនេះបានកើតឡើងនៅក្នុងទីក្រុងស្កប់ស្កាត់របស់ពួកគេឡើយអ្នកវិភាគសន្តិសុខថៃបានលើកឡើងថាការប្លន់នេះបង្ហាញពីការផ្លាស់ប្ដូរយុទ្ធសាស្ត្ររបស់ក្រុម BRN ពួកគេកំពុងប្រើសកម្មភាពឧក្រិដ្ឋកម្មដើម្បីរកថវិកាជំនួសដោយការគាំទ្រពីក្រៅប្រទេសទោះជាយ៉ាងណាសកម្មភាពបែបនេះក៏បង្កការខាតបង់ទៅលើភាពជឿជាក់ពីប្រជាជនរបស់ពួកគេនៅក្នុងតំបន់ផងដែរព្រឹត្តិការណ៍ប្លន់ហាងមាសនៅនវត្ថិរដ្ឋកាលពីថ្ងៃទី5ខែតុលាឆ្នាំ2025នេះគឺជាព្រឹត្តិការណ៍ដ៏ធំបំផុតក្នុងរយៈពេល1ឆ្នាំចុងក្រោយនៅក្នុងប្រទេសថៃវាបានបង្ហាញថាតំបន់ភូមិភាគខាងត្បូងនៃប្រទេសថៃនៅតែប្រឈមនឹងបញ្ហាអសន្តិសុខយ៉ាងធ្ងន់ធ្ងរសម្រាប់រាជរដ្ឋាភិបាលថៃនេះគឺជាសញ្ញាដែលត្រូវពង្រឹងការការពារនិងការសហការជាមួយប្រទេសជិតខាងដើម្បីបញ្ឈប់សកម្មភាពអំពើហិង្សានិងការប្លន់បែបនេះមិនឲ្យកើតឡើងជាថ្មីអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូមួយនេះបងប្អូនទាំងអស់គ្នាមានមតិយោបល់យ៉ាងណាសូមមេត្តាខមមិននៅខាងក្រោមអរគុណបងប្អូនយើងជួបគ្នាបន្តទៀតនៅក្នុងវីដេអូក្រោយ